ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកខ្សែភាពយន្ត Software Killer ដែលជាភាគទី3មកសង្ខេបជាបន្តទៀតវីដេអូនេះឧបត្ថម្ភដោយ Midphone Wi-Fi ប្រសិនបើអ្នកទាំងអស់គ្នាចង់ភ្ជាប់ Wi-Fi ប្រើជាលក្ខណៈគ្រួសារដែលមានតម្លៃសមរម្យមួយខែ$15មានល្បឿន50 MB ភ្ជាប់ដំបូងតម្លៃត្រឹមតែ$45តែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងទទួលបានការប្រម៉ូសិនពិសេសអំពី Admin និងមានជាងដំឡើងដល់ផ្ទះទូទាំង25ខេត្តក្រុងតែម្ដងត្រឡប់មកកាន់ស្រីស្អាតជនជាតិជប៉ុននៅឯបានេះវិញតាមពិតទៅនាងគឺជាឃាតករម្នាក់នៅក្នុងអង្គភាពបាប៊ីឡុនដែលមានរហស្សនាមថា Q កាលពី16ឆ្នាំមុននាងធ្លាប់បានទទួលបេសកកម្មភេរវកម្មនៅក្នុងសន្តាគារមួយដើម្បីជួយសង្គ្រោះភ្ញៀវ VIP នៅគ្រួសារនាងបានបន្លប់ខ្លួនធ្វើជាបុគ្គលិកបម្រើសេវាកម្មយកអាហារទៅឲ្យពួកគេដើម្បីស៊ើបការអំពីស្ថានភាពរបស់ក្រុមជនរងគ្រោះទាំងអស់នោះប៉ុន្តែអ្វីដែលអ្នកស្មានមិនដល់គឺឃើញថាមានចំណាប់ខ្មាំងជាច្រើនអ្នកលើសពីការរំពឹងទុកនៅក្នុងនោះមានជនជាតិកូរ៉េជាមួយនឹងជនជាតិផ្សេងៗទៀតដែលសារតែខ្ជូននាងឃើញហានិភ័យបែបនេះណាមួយក្រុមភេរវកម្មទាំងអស់ក៏បានលាក់ខ្លួននៅក្នុងចំណោមចំណាប់ខ្មាំងទាំងអស់នោះផងដែរខ្ជូក៏បានរាយការណ៍ទៅកាន់ថ្នាក់លើភ្លាមៗដើម្បីព្រមានអំពីកម្រិតហានិភ័យប៉ុន្តែគូណាសាជីនៅតែទទូចឲ្យបាញ់ប្រហារដែលសារតែទទួលបញ្ជាពីមេប្អូនប្រុសរបស់ខ្ជូដែលមានឈ្មោះថាជេបានដឹកនាំក្រុមចូលទៅវាយលុងនិងចាត់ការទៅលើអ្នកយាមទ្វារ2នាក់យ៉ាងរហ័សប៉ុន្តែនៅពេលដែលគេបើកទ្វារបន្ទប់មនុស្សចេញមកនេះទាំងអស់គ្នាក៏បានធ្លាក់ចូលទៅក្នុងអន្ទាក់របស់ក្រុមភេរវកម្មនោះតែម្ដងដែលរងការវាយប្រហារពីអន្ទាក់ក្របបែកទូលឡើងយ៉ាងសន្ធឹកសន្ធាប់នៅពេលដែលឮសំឡេងផ្ទុះខ្ជូក៏បានប្រញាប់ប្រញាល់រត់ទៅមើលប្អូនប្រុសរបស់ខ្លួនហើយឃើញថាជេសំណាងល្អគឺមិនប៉ះពាល់ទៅដល់អាយុជីវិតនោះទេស្របពេលនោះស្រមោលមនុស្សម្នាក់ក៏បានស្ទុះចេញមកទាញនាងចូលទៅក្នុងបន្ទប់នៅក្បែរនោះតាមពិតទៅអ្នកដែលទាញនាងនោះគឺមិនមែនជាអ្នកណាផ្សេងនោះទេវាគឺជាប្រុសសង្ហាជីនម៉ានីឯងដើម្បីជួយសង្គ្រោះនាងកុំឲ្យក្រុមភេរវកម្មទាំងអស់នោះមើលឃើញនៅក្នុងវិនាទីមួយនោះបេះដូងដែលជាឃាតកររបស់នាងក៏ចាប់ផ្ដើមលោតខុសចង្វាក់ក៏ព្រោះតែគេបានឃើញរូបរាងសង្ហារបស់ជីម៉ានហើយក៏ចាប់ផ្ដើមលួចស្រឡាញ់គេតាំងពីពេលនោះតែម្ដងត្រឡប់មកកាន់ស្ថានភាពបច្ចុប្បន្ននេះវិញខ្ជូបានទទួលបេសកកម្មមួយមកកំចាត់បរិសុទ្ធជនជាតិរុស្ស៊ីម្នាក់នេះហើយដែលនាងបានបង្ហាញខ្លួននៅក្នុងបារដើម្បីចូលទៅជិតគោលដៅដូចជាការរំពឹងទុកបរិសុទ្ធជនជាតិរុស្ស៊ីម្នាក់នោះក៏បានស៊ីនុយពិតប្រាកដមែនបន្ទាប់ពីការរួមយ៉ាងពូកញ្ជ្រោរួញពួកគេក៏បានអូសដៃគ្នាចូលទៅក្នុងបន្ទប់ទឹកដើម្បីបន្តភាពសប្បាយទៀតឆ្លៀតឱកាសនៅពេលដែលបរិសុទ្ធជនជាតិរុស្ស៊ីម្នាក់នោះមិនមានការប្រុងប្រយ័ត្នខ្ជូក៏បានយកថ្នាំសណ្ដំចេញមកចាក់ទៅលើករបស់គេយ៉ាងលឿនរួចហើយប្រាក់ខ្សែក្រវ៉ាត់ដើម្បីរត់ទៅលើករបស់គេឲ្យស្លាប់តែម្ដងនៅក្នុងពេលនោះផងដែរក៏មាននារីពីរ3នាក់បានចូលទៅក្នុងបន្ទប់ទឹកពួកគេឮសំឡេងចម្លែករបស់បរិសុទ្ធជនជាតិរុស្ស៊ីម្នាក់នោះក៏ចាប់ផ្ដើមមានការសង្ស័យនៅពេលដែលខ្ជូដឹងថាមានមនុស្សនៅខាងក្រៅនាងក៏ចាប់ផ្ដើមបញ្ចេញសំឡេងស្រាប់ស្រាវភ្លាមៗដើម្បីឲ្យនារីទាំង3នាក់នោះគិតថាគឺមានគូស្នេហ៍កំពុងតែធ្វើអ្វីគ្នានៅក្នុងបន្ទប់ទឹកបន្ទាប់ពីខ្ជូចាត់ការទៅលើបរិសុទ្ធជនជាតិរុស្ស៊ីម្នាក់នោះឲ្យស្លាប់រួចនាងក៏បានតាក់ទងទីស្នាក់ការកណ្ដាលដើម្បីបញ្ជូនមនុស្សមកសម្អាតនៅកន្លែងកើតហេតុតាមពិតទៅអង្គភាពបាប៊ីឡុននៅពេលនេះគឺមិនត្រឹមតែតាមប្រមាញ់ជីមែននោះទេសូម្បីតែជីអានក៏ស្ថិតនៅក្នុងបញ្ជីតាមការប្រមាញ់របស់ពួកគេផងដែរបេសកកម្មមួយនេះគូណាសាជីក៏បានប្រកល់ឲ្យក្រុមរបស់ខ្ជូនាងក៏ចាប់ផ្ដើមប្រមូលបានកម្លាំងយ៉ាងលឿនដើម្បីត្រៀមខ្លួនចេញដំណើរទៅកាន់ប្រទេសកូរ៉េស្វែងរកជីនអានយកកាន់មកជីនអានដែលកំពុងតែនៅលើទូករបស់វូជីននេះវិញនៅពេលនេះគេកំពុងតែប្រញាប់ទម្លាក់អាវុធទាំងអស់ចូលទៅក្នុងសមុទ្រសំណាងល្អគេក៏អាចបន្លំភ្នែកប៉ូលីសសមុទ្របានជោគជ័យធ្វើទៅបិទតែមានរឿងទាំងអស់នេះក៏ដោយនៅពេលដែលទូករបស់គេចូលទៅដល់កោះភ្លាមជីនអានក៏បានដើរចាក់ចេញទាំងប្រងើយកន្តើយហើយនាងក៏មិនបានសួរទៅគេអំពីរឿងអំបញ្ញមិញនេះដែរនៅពេលដែលត្រឡប់មកដល់ផ្ទះនាងក៏បានចូលទៅកាន់គេហទំព័រហាងឃាតកររបស់ជីមែនប៉ុន្តែក៏ស្រាប់តែឃើញសារជូនដំណឹងថាគឺបានបាក់ជាបណ្ដោះអាសន្ននៅពេលដែលនាងឃើញដូច្នេះក៏ចាប់ផ្ដើមមានអារម្មណ៍ថាស្ទាក់ស្ទើរថាគួរទូរស័ព្ទទៅកាន់ប្រាដឺដែរឬទេដើម្បីសួរអំពីរឿងទាំងអស់នេះប៉ុន្តែនៅពេលនោះក៏ស្រាប់តែកណ្ដឹងទ្វារបានបន្លឺឡើងអ្នកដែលឈរនៅខាងក្រៅក៏មិនមែនជាអ្នកណាផ្សេងនោះដែរអ្នកនោះគឺជាវូជីននេះឯងនៅពេលដែលជីនអានឮដូច្នេះនាងក៏បានដើរចេញទៅខាងក្រៅពិនិត្យមើលជាមួយនឹងកាំភ្លើងខ្លីនៅក្នុងដៃដែលនាងបានត្រៀមខ្លួនរួចជាស្រេចនៅពេលដែលបើកទ្វារចេញមកក៏ស្រាប់តែឃើញវូជីនមើលទៅគេដូចជាកំពុងតែចង់និយាយបកស្រាយអំពីរឿងអំបញ្ញមិញនេះប៉ុន្តែជីនអាននាងក៏បានដឹងហើយប្រាប់ទៅគេវិញថារឿងអំបញ្ញមិញនេះគឺនាងមិនខ្វល់នោះទេដូច្នេះមិនបាច់បញ្យល់បកស្រាយឲ្យនាងដឹងឡើយលើបែបនេះវូជីនក៏បានដើរត្រឡប់ទៅវិញជាមួយនឹងអារម្មណ៍ដ៏ក្រៀមក្រំតាមពិតទៅជីនអានគឺនាងកំពុងតែស្ថិតនៅក្នុងស្ថានភាពស្លន់ស្លោយ៉ាងខ្លាំងនៅពេលដែលឃើញស្រមោលអតីតកាលរបស់នាងត្រឡប់មកវិញធ្វើទៅបិទតែនាងបានចាក់ចេញពីលោកពូរបស់នាងហើយនៅពេលនេះគឺនាងយល់ថាគឺមានតែវិធីតែមួយគត់ពឹងផ្អែកទៅលើខ្លួនឯងតែប៉ុណ្ណោះនាងក៏ប្រញាប់ស្វែងរកកាបូបដែលប្រាដឺបានប្រកល់ឲ្យថ្ងៃមុនក៏ស្រាប់តែឃើញថាគឺមានកាមេរ៉ាតូចចំនួន3គ្រាប់ជីនអានក៏បានយកវាទៅបំពាក់លើទូករបស់វូជីនមួយគ្រាប់ទៀតដាក់នៅមុខផ្ទះរបស់គេដើម្បីតាមដានរាល់សកម្មភាពទាំងអស់នៅថ្ងៃបន្ទាប់ខ្ជូជាមួយនឹងក្រុមរបស់នាងបានមកដល់ប្រទេសកូរ៉េខ្ជូជាមួយនឹងជេសុទ្ធតែមានអារម្មណ៍ថាវាសនាពិតជាលេងសើចជាមួយនឹងពួកគេខ្លាំងណាស់ក៏ព្រោះតែកាលពីមុនជីនមែនបានធ្លាប់ជួយសង្គ្រោះជីវិត
វិតជេរជាមួយនឹងខ្ជូនេះឯងមិនតែប៉ុណ្ណោះថែមទាំងណែនាំពួកគេឲ្យចូលមកក្នុងអង្គភាពបាប៊ីឡុនទៀតផងប៉ុន្តែនៅពេលនេះបែរជាត្រូវទទួលបន្ទុកធ្វើបេសកកម្មមួយដើម្បីទៅចាត់ការអ្នកមានគុណរបស់ខ្លួនឯងទៅវិញកាលពីឆ្នាំនោះបន្ទាប់ពីចិនមែនជួយខ្ជូឲ្យមានសុវត្ថិភាពរួចគេក៏បានចេញទៅខាងក្រៅទាញជ័យដែលស្ថិតនៅក្នុងស្ថានភាពសន្លំអូគេមកកន្លែងដែលមានសុវត្ថិភាពរួចហើយក៏ចាប់ផ្ដើមសហការគ្នាជាមិត្តរួមក្រុមចូលទៅក្នុងបន្ទប់ដើម្បីប្រយុទ្ធជាមួយនឹងក្រុមភេរវករអ្វីដែលនៅស្មាមណ្ឌលនោះពួកគេទឹកតែកម្ចាត់បាន2នាក់ក៏ស្រាប់តែនាងត្រូវបានក្រុមភេរវករទាំងអស់នោះចាប់នាងធ្វើជាចំណាក់ខ្មាំងហើយបរិសម្នាក់ទៀតដែលជាចំណាក់ខ្មាំងនោះតាមពិតទៅក៏ជាគ្នារបស់ក្រុមភេរវករផងដែរនៅពេលដែលចិនមែនឃើញដូច្នេះគឺមានតែបង្ខំចិត្តទម្លាក់កំភ្លើងចុះចាញ់តែប៉ុណ្ណោះពេលនោះក៏ស្រាប់តែខ្ជូបានវាយប្រហារយ៉ាងលឿនដូចជាផ្លេចបន្ទោលទៅកាន់ភេរវករទាំង2នាក់យ៉ាងរហ័សទីបញ្ចប់បេសកកម្មរបស់ពួកគេក៏បញ្ចប់ទៅយ៉ាងរលូននៅពេលនេះអ្នកទាំងអស់គ្នាទើបដឹងថាតាមពិតទៅជីមែនគឺជាពលបលឯកនៃកងកម្លាំងពិសេសរបស់កូរ៉េមកទីនេះក៏ព្រោះតែទទួលបញ្ជាពីស្ថានទូតដើម្បីជួយសង្គ្រោះចំណាក់ខ្មាំងជនរំជៀនបន្ទាប់ពីអ្វីៗរួចរាល់ប្រធានក្រុមគូណាសាជីរបស់បាប៊ីឡុនក៏បានបង្ហាញខ្លួនចេញមកនាងមិនត្រឹមតែមិនបានអរគុណទៅកាន់ជីមែននោះទេថែមទាំងស្ដីបន្ទោសទៅឲ្យគេថាហេតុអ្វីក៏មកមិនប្រាប់ជាមុនស្ទើរតែធ្វើឲ្យផែនការរបស់នាងបរាជ័យទៅហើយនៅក្នុងចំណោមអ្នកទាំងអស់គ្នាមានតែខ្ជូតែប៉ុណ្ណោះដែលបានណែនាំខ្លួនយ៉ាងរីករាយទៅកាន់ជីមែនពន្យល់ថាការងាររបស់ពួកគេត្រូវលក្ខការជាសម្ងាត់ក៏ព្រោះតែនេះគឺជាបេសកកម្មដ៏ពិសេសបំផុតមិនតែប៉ុណ្ណោះនាងក៏បានអញ្ជើញជីមែនទៅផឹកស្រាជាមួយនឹងគ្នាដើម្បីអបអរសាទរនៃជោគជ័យនេះទៀតផងទោះបីជាយ៉ាងណាក៏ដោយជីមែនក៏បាននិយាយបដិសេធដោយសារតែគេត្រូវត្រឡប់ទៅកាន់ប្រទេសវិញភ្លាមៗគេក៏នៅតែសន្យាយ៉ាងរីករាយថានឹងជួបនាងនៅឱកាសក្រោយទោះបីជានៅប្រទេសកូរ៉េឬមួយក៏ជប៉ុនក៏ដោយគឺស្វាគមន៍ជានិញត្រឡប់មកកាន់ពេលបច្ចុប្បន្នវិញខ្ជូជាមួយនឹងមិត្តរួមការងាររបស់នាងក៏បានមកដល់ទីស្នាក់ការកណ្ដាលរបស់បាប៊ីឡុនគ្រាន់តែឈានជើងចូលទៅក្នុងបន្ទប់ពួកគេក៏បានឮសំឡេងតឹងដែលតាមពិតទៅបេឡាកំពុងតែងូតទឹកយ៉ាងរំភើយនៅខាងក្នុងដែលមិនមានភាពអៀនខ្មាសសូម្បីតែបន្តិចទោះបីជាគេកំពុងតែស្ថិតនៅក្នុងស្ថានភាពមិនមានសម្លៀកបំពាក់ជាប់ខ្លួនក៏ដោយប៉ុន្តែពេលដែលដឹងថាខ្ជូបានដឹកនាំក្រុមទៅចាប់ជីមែនគេក៏ស្រាប់តែនិយាយមើងងាយទៅកាន់នាងចំតែម្ដងថានាងគ្រាន់តែជាមនុស្សស្រីតែប៉ុណ្ណោះតើមានសមត្ថភាពអ្វីទៅតាមចាប់គេបានតាមពិតទៅភាគីខាងបាប៊ីឡុនបានយល់ថាជីនមែនទទួលយកកិច្ចព្រមព្រៀងសន្តិភាពគឺដោយសារតែគេមិនទាន់អាចបកស្រាយនៅឯកសារសម្ងាត់ទាំងអស់នៅក្នុងម៉ាស៊ីនមេបានដូច្នេះពួកគេក៏ចាប់ផ្ដើមបង្កើតកម្មវិធីថ្មីមួយទៀតទាក់ទាញក្រុមឃាតករទាំងអស់ឲ្យចូលរួមដោយកំណត់ថាជីនអានគឺជាចំណែកខ្សែដ៏ធំបំផុតរបស់ជីនមែនប្រសិនបើអ្នកណាគេអាចចាប់នាងបានអង្គភាពនឹងផ្ដល់ប្រាក់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូច្នេះនៅពេលដែលក្មួយស្រីរបស់ជីនមែនធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ពួកគេច្បាស់ណាស់ជីនមែននឹងត្រូវបង្ហាញខ្លួនជាមិនខានប៉ុន្តែបេសកកម្មមួយនេះគឺមិនងាយស្រួលដូចជាអ្វីដែលពួកគេគិតនោះទេព្រោះតែកាលពី1ឆ្នាំមុនក្រុមដ៏មានសមត្ថភាពពួកគេត្រូវបានបរាជ័យនៅពេលដែលធ្វើប្រតិបត្តិការតាមចាប់ជីនអានប៉ុន្តែលើកនេះផែនការរបស់បាប៊ីឡុនគឺពួកគេត្រូវតែចាត់ការអ្នកដែលជួយជីនអានជាមុនសិនបន្ទាប់មកនឹងតាមចាប់ខ្លួននាងចុងក្រោយនៅពេលដែលជីនមែនបង្ហាញខ្លួនចេញមកពួកគេនឹងចាត់ការទៅលើពូក្មួយទាំងពីរនាក់តែម្ដងនៅក្នុងពេលនោះផងដែរជីនអានបានសាកល្បងវិភាគគន្លឹះស្វែងរកជំនួយនៅក្នុងការសម្លាប់មនុស្សក៏ស្រាប់តែនាងបានឃើញកម្មវិធីចម្លែកមួយនៅលើអ៊ីនធឺណិតដែលចៃដន្យនៅពេលដែលចុចចូលទៅកម្មវិធីមួយនោះគឺដូចគ្នាបេះបិទទៅនឹងគេហទំព័រចាស់លោកពូជីនមែនប៉ុន្តែវាមានចំណុចខុសគ្នាតែមួយគត់គឺខ្វះលេខកូដពណ៌បៃតងដូច្នេះជីនអានមិនអាចចូលទៅប្រើប្រាស់កម្មវិធីមួយនោះបាននោះទេនាងក៏ផ្ញើសារសួរទៅកាន់ប្រាដាថាតើកម្មវិធីមួយនេះប្រើយ៉ាងម៉េចដែរចំពេលនោះក៏ស្រាប់តែវូជីនគេប្រញាប់ប្រញាល់ចាក់ចេញពីផ្ទះជីនអានឃើញដូច្នេះក៏ចាប់ផ្ដើមតាមដានពីក្រោយគេភ្លាមតែម្ដងចំណែកឯវូជីននេះវិញនៅពេលនេះក៏បើកទូកចេញទៅសមុទ្រដើម្បីទៅទទួលក្រុមមនុស្សលួចឆ្លងដែនពីទូកមេក្រុមចំណាប៉ុន្តែគ្រាន់តែជួបគ្នាភ្លាមបរិះចំណារូបនោះក៏ស្រាប់តែរាយការណ៍អំពីព័ត៌មានអាក្រក់មួយធ្វើឲ្យភ័យស្លន់ស្លោថានៅក្នុងកំឡុងពេលធ្វើដំណើរលួចឆ្លងដែនពីប្រទេសចិនមករលកធំបានបោកបក់មកយ៉ាងខ្លាំងបណ្ដាលឲ្យកុមារម្នាក់នៅក្នុងចំណោម4នាក់ត្រូវបានរងរបួសធ្ងន់វូជីនឃើញដូច្នេះក៏ចង់នាំក្មេងម្នាក់នោះទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ប៉ុន្តែមេក្រុមរបស់គេបានប្រកែកដាច់អហង្ការតែម្ដងក៏ព្រោះតែពួកគេខ្លាចទទួលខុសត្រូវនិងមានទោសជាប់ពន្ធនាគារមិនតែប៉ុណ្ណោះថែមទាំងមានចិត្តសាហាវចង់ឲ្យក្មេងម្នាក់នោះស្លាប់ទៅតាមជោគវាសនាដោយសារតែវូជីនគេគឺជាមនុស្សដែលមានចិត្តបន់ក៏បានរុញបរិះចំណាស់ម្នាក់នោះចេញហើយសម្រាប់ចិត្តនាំក្មេងស្រីម្នាក់នោះទៅសង្គ្រោះបន្ទាន់នៅពេលដែលបរិះចំណាស់ឃើញដូច្នេះក៏មានបំណងចង់សម្លាប់អ្នកទាំងពីរបំបត្តិមាត់តែម្ដងប៉ុន្តែសំណាងល្អក៏ស្រាប់តែជីនអានបង្ហាញខ្លួនទាន់ពេលវេលាដើម្បីជួយសង្គ្រោះទៅកាន់វូជីនបន្ទាប់មកនេះក៏បានប្រើផ្លែសន្ទូចដើម្បីដេកមុខរបួសក្មេងស្រីម្នាក់នោះជាបណ្ដោះអាសន្នសិននៅពេលដែលទៅដល់កំពង់ផែម្ដាយរបស់ក្មេងស្រីក៏បានរត់មកទទួលកូនវូជីនក៏បានផ្ដាំផ្ញើទៅកាន់ម្ដាយម្នាក់នោះថាប្រញាប់នាំកូនស្រីទៅកាន់មន្ទីរពេទ្យទៅហើយថែមទាំងមានចិត្តអាណិតអាសូរនិងបានជូនប្រាក់មួយចំនួនទៅឲ្យគាត់ដើម្បីប្រើប្រាស់ទៀតផងតាមពិតទៅជនជាតិចិនទាំងអស់នោះមកកាន់ប្រទេសកូរ៉េតាមរយៈការនាំចេញពលករដោយសារតែពួកគេ
គេអាចសុំសិទ្ធិទិដ្ឋាការបានសម្រាប់តែខ្លួនឯងតែប៉ុណ្ណោះមិនអាចនាំកូនមកជាមួយបាននោះឡើយហេតុនេះហើយទើបវូជីនតែងតែលួចលាក់ជួយកុមារឆ្លងដែនមកជារឿយៗដើម្បីឲ្យគ្រួសារជួបជុំគ្នាចំណែកឯរឿងរ៉ាវកាលពីយុគមិញវិញវូជីនបានសារភាពថាដោយសារតែមេក្រុមទូករបស់គេបានពឹងពាក់ឲ្យគេជួយដឹកទំនិញមួយកញ្ចំដែលខ្លួនឯងផ្ទាល់ក៏មិនដឹងតតែសោះថានៅខាងក្នុងគឺសុទ្ធតែជាកំភ្លើងគេបានសន្យាថានៅថ្ងៃស្អែកគេនឹងទៅសារភាពនៅប៉ុស្តិ៍ប៉ូលីសដែលខ្លួនឯងប៉ុន្តែសម្រាប់ជីនអាននាងមិនបានចាប់អារម្មណ៍រឿងនេះនោះទេនាងបែរជាសួរគេអំពីកម្មវិធីជំនួយនៅក្នុងការសម្លាប់មនុស្សនៅពេលដែលវូជីនឮដូច្នេះក៏ចាប់ផ្ដើមបង្ហាញទឹកមុខច្របូកច្របល់យ៉ាងច្បាស់ដោយមើលទៅគេដូចជាកំពុងតែលាក់បាំងនៅរឿងអ្វីមួយនៅក្នុងកំឡុងពេលជាមួយគ្នានោះដែរដើម្បីពិនិត្យមើលនៃកម្រិតការយល់ចិត្តគ្នារវាងក្រុមខ្ជូជាមួយនឹងបេឡាដែលជាក្រុមមនុស្សឈ្គួតលីលាសម្រាប់មនុស្សមិនញញើតដៃគូណាសាជីក៏ចាប់ផ្ដើមធ្វើតេស្តទៅលើអ្នកទាំងពីរដើម្បីចង់ដឹងថាតើក្រុមរបស់អ្នកណាខ្លាំងប៉ុន្តែនៅក្នុងលក្ខខណ្ឌដាច់ខាតគឺមិនអាចប្រើប្រាស់កំភ្លើងឡើយមិនតែប៉ុណ្ណោះត្រូវតែកម្ចាត់ឲ្យអស់មិនឲ្យអ្នកណាគេនៅរស់រានមានជីវិតឡើយដូច្នេះប្រសិនបើបេឡាយល់ព្រមនៅលក្ខខណ្ឌមួយនេះគេនឹងត្រូវទទួលស្គាល់ចូលទៅក្នុងក្រុមជាផ្លូវការបើមិនដូច្នេះទេអង្គភាពនឹងដេញគេដកសិទ្ធិភ្លាមៗតែម្ដងខណៈដែលក្រុមទាំងពីរកំពុងតែប្រយុទ្ធគ្នាយ៉ាងក្តៅគគុកដោយពាក្យសម្ដីក្រុមសាមរ៉ៃជប៉ុនក៏ចាប់ផ្ដើមបង្ហាញខ្លួនចេញមកចំណែកឯក្រុមបេឡាជាមួយនឹងបរិសុទ្ធជនជាតិបរទេសម្នាក់ទៀតដែលមានឈ្មោះថាម៉ាកូក៏បានមកដល់ដូចគ្នាភ្លាមៗនោះជេក៏ចាប់ផ្ដើមចាក់បទចម្រៀងដូចជានៅក្នុងក្លឹមការវាយប្រហារនិងកាប់សម្លាប់គ្នាក៏ចាប់ផ្ដើមកើតឡើងមើលទៅពិតជាសាហាវខុសខើយ៉ាងខ្លាំងទោះបីជាក្រុមសាមរ៉ៃជប៉ុនបានសម្លាប់កូនចៅរបស់បេឡាជាច្រើនក៏ដោយប៉ុន្តែបេឡាគេបានត្រឹមតែអោបដៃឈរមើលជាមួយនឹងទឹកមុខមើលងាយតែប៉ុណ្ណោះរហូតតែសមរភូមិនៅសល់តែមនុស្សពី3នាក់ដែលកំពុងតែត្រដកខ្យល់ទើបដល់វេនរបស់គេវាយប្រហារទៅលើក្រុមជប៉ុនម្ដងមើលទៅសមត្ថភាពប្រយុទ្ធរបស់គេគឺពិតជាខ្លាំងក្លាមែនរួមជាមួយនឹងកម្រិតការធ្វើទារុណកម្មរបស់គេយ៉ាងសាហាវខុសខើទៀតផងធ្វើឲ្យក្រុមសាមរ៉ៃជប៉ុនគិតថាគេដូចជាមនុស្សឈួតយ៉ាងអញ្ចឹងគេដូចជាមិនព្រមសហការគ្នាតតែសោះក្រុមជប៉ុនមានបំណងចាត់ការគេចោលនៅនឹងកន្លែងតែម្ដងប៉ុន្តែភ្លាមៗនោះក៏ស្រាប់តែគូណាសាជីបានចេញបញ្ជារក្សាជីវិតរបស់គេតុងនៅពេលដែលដល់ចំណុចនេះខ្ជូមានតែខំថ្មីសហការគ្នាជាមួយនឹងបេឡាតែប៉ុណ្ណោះដើម្បីអនុវត្តផែនការបេសកកម្មទៅតាមចាប់ជីនមែននៅថ្ងៃបន្ទាប់ខណៈដែលជីនអានកំពុងតែអង្គុយធ្វើការជាមួយនឹងអ្នកភូមិនៅលើកោះវូជីនក៏បានបង្ហាញខ្លួនចេញមកដែលចៃដន្យឃើញជីនអានមិនខ្វាយខ្វល់ជាមួយនឹងគេក៏ប្រគល់ម្ហូបអាហារទៅឲ្យអ្នកភូមិរួចអ្នកភូមិម្នាក់បានដឹងថាជីនអាននឹងមិនហូបត្រីនោះទេក៏នាំយកសាច់ខ្វៃបន្តិចមកជូននាងដែលឃើញស្នាមញញឹមដ៏កម្រនៅលើបបោមាត់របស់ជីនអានអ្នកភូមិម្នាក់នោះក៏ចាប់ផ្ដើមកាត់ចិត្តចង់ដឹងហើយសួរនាំអំពីទំនាក់ទំនងនាងជាមួយនឹងវូជីនស្របពេលនោះផងដែរជីនអាននាងក៏មានរឿងត្រូវឆ្ងល់ហើយក៏បានសួរត្រឡប់ទៅកាន់ពួកគាត់វិញថាហេតុអ្វីបានជាម្នាក់តែងតែហៅវូជីនថាជាកូនប្រុសអ្នកភូមិក៏ចាប់ផ្ដើមនិយាយការពិតចេញមកតាមពិតទៅឪពុករបស់វូជីនគឺត្រូវបានស្លាប់តាំងពីគេនៅតូចចំណែកឯម្ដាយរបស់គេវិញក៏រត់ចោលវូជីនធំនឹងក្តីឡើងដោយសារតែការយកចិត្តទុកដាក់និងពឹងផ្អែកទៅលើលោកតារបស់គេតែប៉ុណ្ណោះប៉ុន្តែក្រោយមកលោកតារបស់គេក៏ចែកឋានទៅដោយសារតែគ្រោះថ្នាក់ក្រឡាប់ទូចនៅពេលដែលចេញសមនដែលក្តីអាណិតអាសូរនឹងជោគវាសនាកុមារកំព្រាដ៏កំសត់ម្នាក់នេះអ្នកភូមិនៅលើកោះក៏ចាប់ផ្ដើមផ្លាស់ប្ដូរគ្នាចែករំលែកម្ហូបអាហារនិងជួយចិញ្ចឹមបីបាច់គេរហូតដល់ធំដឹងក្តីដូចជាសប្តាហ៍នេះនៅពេលដែលវូជីនធំឡើងគេក៏មិនបានចាក់ចេញពីកោះនេះដែរប៉ុន្តែគេបែរជាស្ម័គ្រចិត្តមើលថែមីងជាមួយនឹងពូនៅលើកោះនេះទៅវិញហើយនេះហើយទើបអ្នកដែលរស់នៅលើកោះមួយនេះអ្នកណាក៏ស្រឡាញ់រាប់អានគេដែរថែមទាំងចាត់ទុកគេគឺជាកូនប្រុសបង្កើតទៀតផងបន្តិចក្រោយមកវូជីនក៏បានយកទំនិញទៅប្រគល់ទៅឲ្យជីនអានដល់ផ្ទះហើយឆ្លៀតឱកាសឲ្យ ID ជាមួយនឹងលេខកូដសម្ងាត់ដើម្បីចូលទៅប្រើប្រាស់កម្មវិធីឲ្យនាងដែលមេក្រុមទូកជាអ្នកផ្ដល់ឲ្យនៅពេលដែលវូជីនគេរៀបនឹងចាក់ចេញក៏ស្រាប់តែជីនអាននាងមានបំណងអញ្ជើញគេចូលមកក្នុងផ្ទះដើម្បីញ៉ាំបាយមួយពេលជាមួយគ្នាវូជីនឮដូច្នេះអារម្មណ៍របស់គេសប្បាយផងនិងភ័យផងគេក៏បានយល់ព្រមជាមួយនឹងនាងដែលមិនស្ទាក់ស្ទើរនៅកំឡុងពេលដែលកំពុងតែញ៉ាំបាយជីនអានប្រាប់ទៅវូជីនថាគេមិនបាច់ទៅសារភាពកំហុសនៅឯប៉ុស្តិ៍ប៉ូលីសនោះទេនាងនឹងលាក់ការអំពីរឿងការប្រយុទ្ធថ្ងៃមុនទៅឲ្យគេក៏ព្រោះតែប្រសិនបើគេត្រូវជាប់គុកនោះតែអ្នកណាជាអ្នកទិញអីវ៉ាន់នឹងមើលថែមីងនៅលើកោះជាបន្តទៀតវូជីនលើបែបនេះក៏ដកដង្ហើមធំដែលក្តីធូរស្រាលហាក់ដូចជាត្រូវបានទម្លាក់បន្ទុកដ៏ធ្ងន់មួយគេបានសារភាពត្រង់ថាកាលពីម្សិលមិញគេបានបារម្ភទៅលើអ្នកភូមិនៅលើកោះយ៉ាងខ្លាំងរហូតដល់ដេកមិនលក់អស់ពេញមួយយប់តែម្ដងដោយសារតែរឿងមួយនោះដូច្នេះនៅពេលនេះដែលសារតែជីនអាននាងបានដឹងអំពីការសម្ងាត់របស់ខ្លួនអស់ទៅហើយវូជីនក៏បានស្នើសុំឲ្យនាងចែករំលែកនៅរឿងរ៉ាវខ្លះៗត្រឡប់មកវិញដែរបន្ទាប់ពីស្ទាក់ស្ទើរអស់មួយសន្ទុះជីនអាននាងក៏បានសម្រេចចិត្តបើកបេះដូងរបស់នាងសារភាពប្រាប់ថាអន្ទាក់ទាំងអស់នៅក្នុងបរិវេណផ្ទះរបស់នាងនេះគឺនាងបង្កើតឡើងដើម្បីការពារខ្លួនពីអ្នកដែលចង់តាមសម្លាប់នាងចំណែកឯការរត់របស់នាងជារឿងរយប់នោះគឺនាងគ្រាន់តែវឹកហាត់នៅពេលដែលស្ថានភាពមកដល់ឯរត់គេចខ្លួនតាន់ពេលវេលាពីការតាមសម្លាប់ចំណែកឯរឿងរ៉ាវដែលមានអ្នកតាមសម្លាប់នាងនោះ
នោះគឺដោយសារតែលោកពូដល់ចម្លែករបស់នាងប៉ុន្តែតាមពិតទៅលោកពូក៏ជាមនុស្សល្អម្នាក់ផងដែរដែលតែងតែមើលថែនាងកន្លងមកបន្ទាប់ពីបើកបេះដូងនិយាយគ្នាអ្នកទាំងពីរក៏ចាប់ផ្ដើមយល់ចិត្តគ្នាច្រើនជាងមុនគម្លាតរវាងអ្នកទាំងពីរក៏ចាប់ផ្ដើមកាន់តែជិតស្និទ្ធនៅយប់នោះខណៈពេលដែលជីនអានកំពុងតែរត់ហាត់ប្រាណដូចជារាល់ដងវូជីនក៏បានបង្ហាញខ្លួនចេញមកដោយចៃដន្យដើម្បីរត់ហាត់ប្រាណកំដរជាមួយនឹងនាងទោះបីជានៅខាងក្រៅជីនអាននាងខំធ្វើជាមើលរំលងក៏ដោយប៉ុន្តែនៅក្នុងចិត្តរបស់នាងគឺពោពេញទៅដោយក្តីរីករាយនៅព្រឹកបន្ទាប់នាងក៏បានឃើញកាដូរបស់ប្រុសស្អាតបានដាក់ស្ងាត់ៗនៅមុខផ្ទះចាប់តាំងពីពេលនោះមកអ្នកទាំងពីរនាក់ក៏ចាប់ផ្ដើមនៅក្បែរគ្នាជិតស្និទ្ធជាងមុនប្រៀបដូចជារូបជាមួយនឹងស្រមោលយ៉ាងអញ្ចឹងនៅលើផ្ទៃមុខរបស់ជីនអាននៅពេលនេះក៏មិនមានការលាក់បាំងឬមួយសកម្មភាពប្រុងប្រយ័ត្នដូចជាមុនទៀតឡើយជំនួសមកវិញជាមួយនឹងស្នាមញញឹមដ៏ស្រស់បំព្រងនៅលើបបោមាត់របស់នាងចំណែកអ្វីដែលខ្វះខាតនោះគឺគ្រាន់តែជាពាក្យសារភាពស្នេហាជាផ្លូវការតែប៉ុណ្ណោះក៏ព្រោះតែនៅក្នុងភ្នែករបស់អ្នករាល់គ្នានៅពេលនេះឃើញថាក្មេងៗទាំងពីរនាក់គឺមិនខុសពីគូស្នេហ៍ពិតប្រាកដឡើយយកកាន់មកក្រុមគិតកោចំនួន3នាក់នេះវិញដែលពួកគេធ្លាប់បានទិញកាំភ្លើងពីបរិសុទ្ធចំណាស់ដែលជាមេក្រុមទូងបានឃើញអំពីការប្រកាសតាំងស្វែងរកជៀនអានជាមួយនឹងប្រាក់រង្វាន់ធំពួកគេក៏បានទៅសួរបរិសុទ្ធចំណាស់ម្នាក់នោះតែម្ដងដើម្បីចង់ដឹងពីទីតាំងពិតប្រាកដរបស់នាងស្របពេលដែលជៀនអានកំពុងតែបើកបេះដូងនិយាយប្រាប់វូជីនអំពីលោកពូរបស់នាងបានសារភាពថានាងពិតជាច្រណែនជាមួយនឹងវូជីនយ៉ាងខ្លាំងព្រោះគេធំដឹងក្តីឡើងក្នុងក្តីស្រឡាញ់ដ៏កក់ក្ដៅរបស់អ្នកកោះផ្ទុយទៅវិញនាងមិនដែលទទួលបានអារម្មណ៍ថាលោកពូស្រឡាញ់នាងឡើយពេលណាក៏មានអារម្មណ៍ថានាងគ្រាន់តែជាបន្ទុកមួយសម្រាប់គាត់តែប៉ុណ្ណោះណាមួយលោកពូរបស់នាងក៏ដឹងថាគាត់នឹងអាចចាក់ចេញនៅក្នុងពេលណាមួយដូច្នេះហើយទើបបង្ខំឲ្យនាងឲ្យរស់នៅជីវិតឯករាជ្យនិងរឹងមាំដើម្បីរស់រានជីវិតដោយខ្លួនឯងទោះបីជានាងបានយល់អំពីទឹកចិត្តរបស់លោកពូក៏ដោយប៉ុន្តែសម្រាប់ជីនអានវិញនាងក៏នៅមានអារម្មណ៍ថាពិបាកនឹងទទួលយកវាខ្លាំងណាស់វូជីនឮដូច្នេះក៏ចាប់ផ្ដើមលងលោមទៅកាន់នាងថាគុំខ្វល់អំពីរឿងរ៉ាវការពីអតីតកាលត្រូវផ្ដោតអារម្មណ៍ជាមួយនឹងពេលបច្ចុប្បន្នជាមួយនឹងរឿងដ៏មានតម្លៃបំផុតហើយនាងក៏កំពុងតែទទួលបានក្តីស្រឡាញ់យ៉ាងច្រើនអំពីអ្នកដែលនៅកោះមួយនេះផងដែរមិនត្រឹមតែមានមីងនៅលើកោះទាំងអស់នេះនោះទេក្នុងនោះក៏មានគេផងដែរនិយាយរួចវូជីនក៏ចាប់ផ្ដើមកាន់ដៃរបស់ជីនអានបន្ទាប់ពីការយល់ច្រឡំជាច្រើនកន្លងមកអ្នកទាំងពីរក៏បានក្លាយទៅជាគូសង្សារតែម្ដងនៅពេលដែលកំពុងតែកាន់ដៃគ្នានៅក្នុងបរិយាកាសរ៉ូមែនទិកក៏ស្រាប់តែមានសំឡេងមួយហៅឈ្មោះរបស់ជីនអានបានមកលើឡើងពីខាងក្រោយតាមពិតទៅក្រុមឃាតករទាំង3នាក់នោះគឺបានរកនាងឃើញហើយពួកគេក៏ចាប់ផ្ដើមប្រញាប់ប្រញាល់បិទផ្លូវទាំងសងខាងដើម្បីចាប់ខ្លួនអ្នកទាំងពីរជីនអានឃើញដូច្នេះក៏បានប្រាប់ឲ្យវូជីនរត់ទៅមុខត្រង់ដើម្បីតាក់ទាញចំណាប់អារម្មណ៍របស់ពួកគេចំណែកឯនាងវិញឆ្លៀតឱកាសនៅពេលដែលសត្រូវធ្វើប្រហែសក៏ប្រើជង្គង់ហោះចំកណ្ដាលមុខរបស់ឃាតករម្នាក់នោះតែម្ដងបន្ទាប់មកជីនអានក៏បានទាញដៃវូជីនរត់គេចខ្លួនត្រឡប់ទៅផ្ទះវិញហើយចុចបេតុងដំណើរការក្របបែកដែលនាងបានលាក់ទុកនៅក្នុងពាងទឹកមុខទ្វារដើម្បីបញ្ជូនសត្រូវទៅកាន់ឋាននរោបន្ទាប់មកអ្នកទាំងពីរក៏ប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់សម្ងាត់មួយចាប់ផ្ដើមតាមដានទៅលើសកម្មភាពសត្រូវទៅតាមកាមេរ៉ាសុវត្ថិភាពឃាតករម្នាក់បំរុងនឹងបំផ្លាញសោទ្វារចូលប៉ុន្តែក៏ត្រូវបានជាប់អន្ទាក់ដែលជីអានបានរៀបចំរួចជាស្រេចនៅពេលនេះគឺនៅសល់តែមេក្រុមឃាតករម្នាក់តែប៉ុណ្ណោះភ្លាមនោះគេក៏អាចចូលទៅក្នុងបន្ទប់សម្ងាត់មួយនោះបានហើយលើកកំភ្លើងបាញ់ប្រហារទៅលើជីអានជាច្រើនក្រុមដែលជីអាននៅពេលនេះគឺកំពុងតែពួនពីក្រោយតុការពីក្របកំភ្លើងពេលនោះក៏ស្រាប់តែមានរឿងមួយនឹកស្មានមិនដល់នៅក្នុងស្ថានភាពកំពុងតែតានតឹងដ៏ខ្លាំងបំផុតមេខ្លោងឃាតករក៏ត្រូវបាននរណាម្នាក់បាញ់ចំទៅលើក្បាលរបស់គេធ្វើឲ្យស្លាប់ភ្លាមតែម្ដងហើយអ្នកដែលបានមកជួយជីនអាននោះក៏មិនមែនជាអ្នកណាផ្សេងនោះដែរអ្នកនោះគឺជាបងស្រីឃាតករមីនហ៊ីនេះឯងនឹងអ្នកទាំងអស់គ្នាភាគទី3របស់យើងក៏ចាប់ត្រឹមតែប៉ុណ្នេះប្រសិនបើពេញចិត្តវីដេអូនេះកុំភ្លេចចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅភាគទី4ដែលជាភាគបន្ទាប់